អត់សូមជម្រាបសួរលោកគ្រូហើយនឹងសួស្តីគ្រូនិស្សិតទាំងអស់គ្នាសម្រាប់គ្រូនិស្សិតថ្នាក់អំក៏ដូចជាគ្រូនិស្សិតថ្នាក់ផ្សេងៗទៀតខ្ញុំបាទឈ្មោះធីវសុផូជាគ្រូនិស្សិតថ្នាក់អំបញ្ញាបត្របូក1ចំណុចទី1ហ្នឹងហើយថ្ងៃនេះខ្ញុំសូមធ្វើការបកស្រាយនៅមេរៀនវិតម្លៃការអប់រំដែលពាក់ព័ន្ធជាមួយនឹងសប្តាហ៍ទី4គឺចំពោះចំណងជើងគឺសម្រាប់មុខវិជ្ជារបស់យើងគឺមានចំណងជើងថាការវិតម្លៃការសិក្សាដែលសប្តាហ៍ទី4នេះគឺចំណងជើងមេរៀនគឺគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពបាទហើយចំពោះចំណុចទាំងអស់គឺយើងនឹងបកស្រាយនៅ5ចំណុចដែលចំណុចទី1គឺសេចក្តីផ្ដើមចំណុចទី2និយមន័យប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាចំណុចទី3លក្ខណៈវិនិច្ឆ័យដែលជាធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាទី4បញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងហើយនឹងបញ្ហាចំណុចទី5គឺប្រសិទ្ធភាពនៃដំណើរការការធ្វើតេស្តនិងប្រឡងបាទខ្ញុំសូមបកស្រាយដូចតទៅយើងដឹងហើយថាពាក់ព័ន្ធជាមួយនឹងគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពនេះគឺជាទូទៅនៅពេលដែលយើងបរៀនសិស្សការវិតម្លៃរបស់យើងគឺមានសារៈសំខាន់ខ្លាំងណាស់ពាក់ព័ន្ធនឹងការវិតម្លៃនេះគឺមានសារៈសំខាន់សម្រាប់ទាំងយើងជាអ្នកបង្រៀនក៏ដូចជាសិស្សដែលទទួលចំណេះដឹងពីយើងនៅក្នុងថ្នាក់រៀនហ្នឹងអញ្ចឹងចាំបាច់ណាស់គឺសម្រាប់គ្រូបរិញ្ញាបត្រផ្ទាល់គឺត្រូវតែមានការវិតម្លៃក៏ដូចជាយល់ច្បាស់អំពីការវិតម្លៃហ្នឹងអញ្ចឹងពាក់ព័ន្ធជាមួយនឹងនិយមន័យប្រសិទ្ធភាពក្នុងការវិតម្លៃនៃការសិក្សាគឺយើងត្រូវដឹងថាប្រសិទ្ធភាពក្នុងការវិតម្លៃនៃការសិក្សាគឺសំដៅលើប្រសិទ្ធភាពក្នុងការវាស់វែងការវិតម្លៃនិងជឿជាក់បានពីការវាស់ស្ទង់ការយល់ដឹងចំណេះដឹងនិងជំនាញរបស់សិស្សបាទហើយចំណុចទី2គឺការវិតម្លៃដែលមានគុណភាពផ្ដល់លទ្ធផលដែលផ្ទៀងផ្ទាត់នឹងគ្រប់គ្រងការសិក្សានិងការលើកទឹកចិត្តសិស្សហើយនឹងចំណុចទី3គឺប្រាប់ឲ្យដឹងពីការធ្វើការសម្រេចចិត្តក្នុងការបង្រៀនបាទនេះគឺជានិយមន័យនៃការវិតម្លៃនៃការសិក្សារបស់យើងអញ្ចឹងមកចូលមកដល់ចំណុចទី2លក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃនៃការសិក្សាបាទចូលលក្ខណៈវិនិច្ឆ័យហ្នឹងគឺដើម្បីធានានៅប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាគឺយើងត្រូវមើលទៅលើ7ចំណុចដែលទី1គឺលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របហើយទី2គឺការបន្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលសិក្សារំពឹងទុកក្នុង1ម៉ោងសិក្សាទី3គឺសុពលភាពទី4ភាពជឿជាក់ទី5សុក្រិតភាពទី6ផលវិជ្ជមានហើយនិងទី7គឺការអនុវត្តនិងប្រសិទ្ធភាពបាទចំណុចនីមួយៗហ្នឹងគឺវាមានចំណុចតទៀតជាច្រើនតែខ្ញុំសូមយកតែគោខ្លឹមប៉ុណ្ណឹងព្រោះសម្រាប់វីដេអូយើងថតត្រឹម10នាទីជាងទេហើយបន្តមកទៀតយើងនឹងចូលទៅចំណុចបន្ទាប់ទៀតគឺចំណុចទី4ដែលចំណុចទី4ហ្នឹងគឺយើងនិយាយអំពីបញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងបាទអញ្ចឹងបញ្ហាប្រឈមក្នុងការធ្វើតេស្តនិងប្រឡងហ្នឹងគឺយើងដឹងហើយថានៅពេលដែលយើងធ្វើតេស្តនិងប្រឡងសិស្សគឺយើងជួបបញ្ហាប្រឈមស្អីខ្លះយើងត្រូវដឹងថានៅពេលដែលយើងធ្វើតេស្តយើងត្រូវបញ្ហាប្រឈមនេះគឺបញ្ហារៀនមេរៀននៅពេលដែលមេរៀនអត់ទាន់ចប់អត់ទាន់ដល់កម្មវិធីសិក្សាគឺយើងពិបាកក្នុងការដាក់លំហាត់ឬក៏ដូចជាដាក់កិច្ចការទៅសិស្សណាព្រោះពេលខ្លះនៅតាមសាលាខ្លះយើងមានស្តង់ដារមួយដែលថាកំណត់ថាខែណាឬក៏ត្រឹមប្រថាប់ដារណាយើងត្រូវរៀនដល់មេរៀនទីម៉ានអញ្ចឹងនៅពេលដែលយើងរៀនយឺតកម្មវិធីខ្លាំងពេកឬក៏លឿនលើសកម្មវិធីខ្លាំងពេកគឺយើងមានបញ្ហាផលលំបាកនៅពេលដែលស្តង់ដារនៃការប្រឡងឬការធ្វើតេស្តរបស់យើងហ្នឹងគឺវាអត់ត្រូវឬក៏វាអត់ស៊ីគ្នាជាមួយនឹងស្តង់ដារដែលបានកំណត់ពីថ្នាក់លើមកអញ្ចឹងគឺជាផលលំបាកសម្រាប់សិស្សអាចទាំងសិស្សផ្លេចឬក៏អាចទាំងសិស្សរៀនមិនទាន់ដល់ក៏អត់ចេះអញ្ចឹងនេះជាបញ្ហាអញ្ចឹងចំណុចនេះវាបញ្ហាមួយចំណុចទី2គឺ
ក្នុងនាមយើងជាគ្រូបរិញ្ញាបត្រផ្ទាល់នៅពេលដែលយើងអត់បានបើខុសទៅលើលក្ខណៈថា plan ឬក៏កម្មវិធីសិក្សាទេគឺយើងចេះតែបរៀនទៅឬបរៀនឲ្យតែបានទេអាហ្នឹងគឺជាបញ្ហាហើយសិស្សយើងប្រកាសជាអត់ចេះទេអាចនិយាយថាក្នុងមួយថ្នាក់ហ្នឹងអ្នកចេះឧទាហរណ៍មួយថ្នាក់30នាក់អ្នកចេះយ៉ាងច្រើន4 5នាក់អីនោះបើសិនជាក្នុងលក្ខខណ្ឌដែលយើងអត់បានយកចិត្តទុកដាក់work ទៅលើកម្មវិធីសិក្សាក៏ដូចជារឿងរៀនយឺតពេកឬក៏លឿនខ្លាំងពេកបាទហើយអញ្ចឹងយើងធ្វើយ៉ាងណាលុយលកយ៉ាងណាឲ្យត្រូវជាមួយនឹងកម្មវិធីដែលក្រសួងបានដាក់មកហើយក៏ដូចជាយើងក្នុងនាមយើងជាគ្រូបរិញ្ញាបត្រផ្ទាល់យើងត្រូវសង្កេតផ្ទាល់នៅក្នុងថ្នាក់ហ្នឹងដែរបើសិនជាសិស្សយើងអត់ចាប់បានចំណុចណាអត់តបានចាប់បានចំណុចណាហើយវាយឺតកម្មវិធីអីយ៉ាងម៉េចយើងត្រូវរកវិធីសាស្ត្របន្ថែមទៀតដើម្បីជំរុញឲ្យពួកគាត់ឆាប់បានចេះហើយនៅកន្លែងណាដែលគាត់ចេះហើយយើងអាចនឹងសង្ខេបបានហើយអញ្ចឹងសិស្សយើងយឺតលឿនគឺយើងក្នុងនាមជាគ្រូបរិញ្ញាបត្រថ្នាក់ផ្ទាល់យើងដឹងថាកន្លែងណាគាត់ចេះកន្លែងណាគាត់មិនចេះកន្លែងណាយើងអាចសង្ខេបបានហើយកន្លែងណាត្រូវសម្រាយជូនពួកគាត់ឲ្យច្បាស់គឺជាចំណុចដែលយើងត្រូវដោះស្រាយបាទអញ្ចឹងពាក់ព័ន្ធចំណុចទី4ចប់ហើយយើងចូលមកចំណុចទី5គឺប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងបាទអញ្ចឹងដើម្បីទទួលបានប្រសិទ្ធភាពនេះគឺយើងត្រូវមើលលើកចំណុច2ទី1គឺមុនពេលប្រឡងចាប់ផ្ដើមបាទមុនពេលប្រឡងចាប់ផ្ដើមយើងត្រូវធ្វើមិនខ្លះគឺយើងត្រូវទី1ណែនាំអំពីដំណើរការនៃការប្រឡងនិងគោលបំណងឲ្យបានច្បាស់លាស់ការដាក់បន្ទុកអីផ្សេងៗហ្នឹងហើយទី2គឺបន្សាមបានថាធ្វើតេស្តប្រចាំខែធ្វើតេស្តតាមសប្តាហ៍សម្រាប់បើសិស្សយើងហ្នឹងគឺមុនពេលប្រឡងយើងត្រូវធ្វើតេស្តពួកគាត់ឲ្យយើងដឹងពីសមត្ថភាពពួកគាត់ឲ្យបានច្បាស់លាស់ហើយចំណុចបន្ទាប់គឺការលើកទឹកចិត្តគឺសំខាន់ណាស់ដើម្បីសិស្សខ្លះយើងមើលបរិបទគាត់ដែរការលើកទឹកចិត្តស្ទើរតែទូទៅហើយត្រូវការលើកទឹកចិត្តពីគ្រូបង្រៀនផ្ទាល់គឺសំខាន់ណាស់កាលណាមានការលើកទឹកចិត្តមានការសរសើរគឺសិស្សប្រកាសជាមានការប្រែប្រួលក្នុងការខិតខំរៀនសូត្រហើយពាក់ព័ន្ធជាមួយនឹងចំណុចបន្ទាប់ទៀតគឺយើងត្រូវដឹងប្រសិទ្ធភាពក្នុងការដំណើរការនៃការធ្វើតេស្តក្នុងប្រឡងគឺចំណុចធំមួយទៀតគឺកំពុងដំណើរការប្រឡងបើតែកំពុងដំណើរការប្រឡងយ៉ាងម៉េចវិញគឺយើងត្រូវគិតថានៅពេលកំពុងដំណើរការប្រឡងដើម្បីមានប្រសិទ្ធភាពគឺទី1គឺបន្ទប់មានស្តង់ដារហ្នឹងយើងបានន័យថាបន្ទប់ហ្នឹងគឺបន្ទប់ធំទូលាយមានខ្យល់អាកាសល្អគ្រប់គ្រាន់បន្ទប់ហ្នឹងគឺអត់មានត្បូងធ្លុះធ្លាយរហែកត្រូវក្តៅពលឺថ្ងៃឬទៅទឹកធ្លាក់នៅពេលភ្លៀងមកហ្នឹងគឺអត់មានឧបសគ្គអីទេបាននេះគឺជាប្រសិទ្ធភាពមួយបើសិនជាឧទាហរណ៍ថាយើងកំពុងតែរៀនកំពុងតែប្រឡងឬពេលសិស្សកំពុងតែធ្វើតេស្តស្រាប់តែមានភ្លៀងមកស្រាប់តែធ្លាក់ទឹកភ្លៀងមកចំកណ្ដាស់កិច្ចការប្រឡងគាត់ឬក៏មានខ្យល់ភ្លៀងហ្នឹងសាចចូលមកតាមប្អួយអីមកធ្វើឲ្យឬក៏អត់ខ្យល់អីមកធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រឡងមកគាត់ប៉ះពាល់កណ្ដាស់នៃការប្រឡងគាត់ហ្នឹងគឺជាប៉ះពាល់ដល់ប្រសិទ្ធភាពនៃការធ្វើតេស្តរបស់យើងដែរអញ្ចឹងក្នុងដំណើរការប្រឡងគឺបន្ទប់គឺសំខាន់បាទទៅបន្ទប់ត្រូវតែជាបន្ទប់ស្តង់ដារបើថាបន្ទប់ហ្នឹងមិនត្រជាក់មិនក្តៅហើយបន្ទប់ហ្នឹងគឺមានតុអង្គុយត្រឹមត្រូវបាទហើយទី2គឺគ្មានសម្លេងរំខានបាទគ្មានសម្លេងរំខានន័យថាអត់មានឡានម៉ូតូឬក៏មានសម្លេងមេក្រូអីបើករញ៉េរញ៉ៃមានបាសមានអីនៅចិត្តហ្នឹងទេកាលណាបើមានឧបករណ៍ទាំងអស់ហ្នឹងធ្វើឲ្យប៉ះពាល់ដល់ពួកគាត់ក្នុងការប្រឡងបើសិនជាឧទាហរណ៍គាត់កំពុងធ្វើអញ្ចឹងទៅមានបាសមានម៉ូតូមានឡានអីជាពិសេសបាសអីអញ្ចឹងដែលចាក់លឺក្បែរបន្ទប់ហ្នឹងធ្វើឲ្យគាត់បែរអារម្មណ៍គាត់ការផ្ចង់អារម្មណ៍ការធ្វើរបស់គាត់ហ្នឹងគឺអត់បានល្អទេប៉ះពាល់ដល់ប្រសិទ្ធភាពនៃការគិតរបស់គាត់អញ្ចឹងពាក់ព័ន្ធនឹងចំណុចបន្តទៀតគឺប្រាប់ម៉ោងនិងនាទីទៅដល់តាមដំណាក់កាលបានថាយើងជាអនុរិយហ្នឹងគឺនៅពេលដែលប្រឡងយើងចាប់ផ្ដើមប្រាប់ពួកគាត់ឲ្យបានច្បាស់លាស់ឧទាហរណ៍ចាប់ម៉ោងចាប់ផ្ដើមវាយជួងហើយដល់ពេលនៅសល់ឧទាហរណ៍នៅសល់កន្លះម៉ោងសល់15នាទីសល់5នាទីចុងក្រោយក្នុងនាមយើងជាអនុរិយយើងត្រូវប្រាប់ពួកគាត់អាចទៅសេដាក់លើក្តារខៀនឬក៏មានម៉ោងរូក៏បានឲ្យពួកគាត់បានប្រុងប្រៀបឲ្យបានរួចរាល់នៅកិច្ចការដែលគាត់ធ្វើឲ្យគាត់លេងពេលបានត្រឹមត្រូវហើយមួយទៀតគឺរក្សាភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់ប្រឡងហ្នឹងយើងមិនអាចរញ៉េរញ៉ៃបានទេក្នុងបន្ទប់ប្រឡងហ្នឹងគាត់រញ៉េរញ៉ៃគឺធ្វើឲ្យសិស្សបែកអារម្មណ៍ធ្វើឲ្យអ្នកប្រឡងគឺបែកអារម្មណ៍មិនថាតែអនុរិយក៏ដូចគ្នាក៏ដូចជាសិស្សដទៃទៀតដែលប្រឡងជាមួយគ្នាគឺត្រូវរក្សាភាពស្ងៀមស្ងាត់ហើយនៅពេលដែលចិត្តដល់ម៉ោងប្រមូលហ្នឹងគឺឲ្យគាត់សម្រួលអារម្មណ៍បានន័យថាយើងដូចខាងលើនេះយើងប្រាប់គាត់ហើយបានច្រើនហើយឲ្យគាត់រៀបចំកិច្ចការងារឲ្យ
ចប់សពគ្រប់មុននឹងជួងមកដល់ចឹងយើងផ្ដល់សញ្ញាប្រាប់គាត់15នាទីមុនកន្លះម៉ោងមុនអីហ្នឹងឬក៏ចុងក្រោយហ្នឹងគឺ5នាទីមុនមកឲ្យគាត់អាចសេរីរៀបចំកិច្ចការគាត់បានហើយអញ្ចឹងមួយទៀតចំណុចចុងក្រោយបំផុតហ្នឹងគឺពាក់ព័ន្ធជាមួយនឹងក្លិនបើថាពាក់ព័ន្ធជាមួយបរិយាកាសក្នុងបន្ទប់ហ្នឹងគឺក្លិនហ្នឹងគឺត្រូវមិនឲ្យមានក្លិនស្អុយឬក៏ក្លិនឈូលឆ្អាបឆ្អេះអីទេគឺរៀបចំឲ្យបានល្អពាក់ព័ន្ធជាមួយនឹងក្លិនដែរបើសិនជាក្លិនស្អុយក្លិនឆាបក្លិនឆ្អេះឈូលអីក្នុងបន្ទប់ធ្វើឲ្យពាក់ព័ន្ធជាមួយដំណើរការការបឡនគឺមិនល្អទេប្រសិទ្ធភាពនៃបុគ្គលរបស់សិស្សានុសិស្សដែលគាត់កំពុងតែធ្វើតេស្តវាបែកអារម្មណ៍វាការផ្ចង់អារម្មណ៍គាត់ហ្នឹងវាទៅជាបញ្ហាលំបាកអញ្ចឹងពាក់ព័ន្ធជាមួយនឹងមេរៀនទី4ខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងក៏ដូចជាសូមអរគុណលោកគ្រូក៏ដូចជាមិត្តភ័ក្តិគរុនិស្សិតបញ្ញាបត្រមុខ1ទាំងអស់បាទសូមអរគុណ